បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងក៏កំពុងតែរៀបចំចេញទូកទៀតដែរបងប្អូនបាទថ្ងៃនេះបងប្អូននេះម្ចាស់ទូកបងប្អូននេះចាទូកនេះនៅក្បាលទូកបាទបងប្អូនហើយយើងកំពុងចេញដំណើរទៅហើយថ្ងៃនេះព្រះអាទិត្យរះល្អមែនទែនបងប្អូនថ្ងៃនេះអាកាសធាតុវាអំណោយផលមែនទែនអត់ភ្លៀងអត់អីទេជើងមុនមកមេឃសន្ទុំភ្លៀងថ្ងៃនេះគឺមេឃស្រឡះល្អមែនទែនអាកាសធាតុអែមឥឡូវយើងកំពុងត្រៀមទៅត្រើយម្ខាងទៀតខាងនោះបងប្អូនតែចេញដំណើរហើយបងប្អូនបាទម្ចាស់ទូកបាទហើយបងប្អូនខ្ញុំអង្គុយនៅក្បាលទូកហ្នឹងញញឹមរហូតតែម្ដងបាទដូចថាស្រស់ស្រាយពេលព្រឹកព្រលឹមបាទឥឡូវយើងមកដល់ប្រឡងហើយបងប្អូនបងប្អូនរបស់ខ្ញុំកំពុងតែអូបាទកំពុងតែតេស្តនៅឡើងប្រឡងថ្មីយើងធ្វើការពីម្សិលមិញយើងកាយប្រឡងម្សិលមិញហើយថ្ងៃនេះយើងមកលេងមែនទែនទៅត្រីនៅក្នុងនឹងច្រើនមែនទែនបងប្អូនមាត់វាខំតបាក់នៅក្នុងគុំកផ្លោកហ្នឹងឥឡូវយើងកំពុងអូតេស្តប្រឡងថ្មីបងប្អូនចាំអត់លទ្ធផលទាំងអស់គ្នាហើយមកខាងទៀតបងប្រុសនៅមកខាងទៀតកំពុងតែស្វិតស្វាញដែរបងប្អូនបាទគាត់កំពុងតែបបក់នៅខាងជើងបងប្អូននេះគាត់កំពុងតែអូហើយមើលតំបន់នេះត្រីសបោបងប្អូននៅខាងលងជ្រៃបងប្អូនបាទតែតើតាទៀមទាការអត់ធ្មត់បន្តិចបានយើងបានណាលើបងប្រុសគាត់កំពុងតែស្វិតស្វាញមែនទែននៅព្រឹកព្រលឹមថ្ងៃរះបាទឥឡូវខ្ញុំត្រៀមហើយបងប្អូនខ្ញុំត្រៀមលេងហើយតែខ្ញុំអត់បានថតទេឥឡូវលទ្ធផលបងប្អូនចូលហើយមើលបាទសួស្តីបងប្អូនទាំងអស់គ្នានេះទឹកដៃខ្ញុំបងប្អូនចូលអែមបងប្អូនចូលតែចូលបងប្អូនខ្ញុំអខ្លាំងណាស់កម្មភាពតបដាក់តាមមកសំណាញ់បងប្អូនជាប់ត្រី1គីឡូបងប្អូនចាំត្រីអីបងប្អូនចាំមើលសិនណាចាំអ៊ុតមើលសិនកូនត្រីទៀតបាទកូនត្រីវាចេញនេះអូខេអូមកកនួរទៀតជួយឲ្យកប់ត្រីបាទបងប្អូនស្គាល់ត្រីនេះបងប្អូនបាទទៀតបាទដាក់នៅមុខបាទធំណាស់បងប្អូនអើយចាំមើលដាក់លើទូកសិននេះបងប្អូនជាតិបាទ1គីឡូតែម្ដងធំ1គីឡូជាងបុកឲ្យងាយចេញទេតែខ្ញុំត្រីទឹកសាបបាទត្រីទឹកសាបទីលេបឆាមកសំណាញ់បងប្អូនអូណាទឹកដៃតទៅពីយើងបងសំណាញ់ហើយយើងក៏រកកន្លែងហូបបាយព្រោះថ្ងៃត្រង់ហើយយើងស្លស្ងោរជ្រក់ត្រីដែលយើងបានហ្នឹងយើងជ្រក់នៅក្រោមម្លប់ដើមឈើមួយដាំដាក់ឆ្នាំងដាក់ចក្រានអីមកធ្វើម្ហូបហូបនៅចិត្តមាត់បឹងបងប្អូនខ្ញុំអូម៉ោងបាយអត់មានមាត់ទេបងប្អូនដឹងតាផ្លឹបមកចប់ឥឡូវយើងបន្ទាប់ពីយើងហូបបាយហើយឥឡូវហ្នឹងកំពុងតែធ្វើដំណើរដូរប្រឡង់បាទដូរទីតាំងមួយទៀតហើយក្រុមការងារកំពុងដើរមកហើយបាទឥឡូវយើងដំណើរដូរប្រឡង់បាទបងប្អូនចាំទស្សនាបាទបោះសំណាញ់ហើយបាទបែកល្អមែនទេអូខេតែសំណាញ់ហ្នឹងអត់បានទេបងប្អូនពេលជាប់គុលបាទ
បាទតោះមកយើងក៏រៀបចំអីវ៉ាន់ពុំមេឃវារៀបអស់ស្ដង់គុតហើយត្រៀមនឹងលងឹតហើយអញ្ចឹងយើងក៏ត្រឡប់ទៅវិញហើយយើងដល់ពេលវេលាត្រឡប់ទៅផ្ទះវិញហើយបងប្អូនតែថ្ងៃហ្នឹងគឺហែងមែនតើបងប្អូនយើងអត់មានភ្លៀងមានអីទេហើយយើងនេសាទបានត្រីមកសម្លម្នាក់បាទអត់ដៃទៅទេបងប្អូនថ្ងៃនេះជោគជ័យអាកាសធាតុពេលល្ងាចគឺល្អមែនតើមេឃពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងឥឡូវយើងចប់ហើយវីដេអូរបស់យើងមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូន